ហេតុអ្វីបានជាប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថានមិនគល់ចិត្តគ្នាឥណ្ឌានិងប៉ាគីស្ថានកើតឡើងក្នុងឆ្នាំ1947ប៉ុន្តែការប្រឆាំងរវាងពួកគេបានចាប់ផ្ដើមតាំងតែថ្ងៃដំបូងពេលអាណានិគមអង់គ្លេសចែកប្រទេសឥណ្ឌាជាពីរផលវិបាកធំៗបានកើតឡើងរាប់លានអ្នកត្រូវភៀសខ្លួនកើតមានការចលាចលអាសន្ននិងអំពើហិង្សាច្រើនជាង1លានអ្នកបានស្លាប់បន្ទាប់មកក៏មានប្រទេសកាស្មៀរតំបន់មួយដែលប្រទេសទាំងពីរអះអាងជារបស់ខ្លួនពួកគេបានប្រយុទ្ធគ្នាចំនួន3ដងមានការបាក់បែកតាមព្រំដែនជារឿយៗហើយតំបន់នោះគឺជាតំបន់មានកងទ័ពច្រើនបំផុតមួយនៅលើពិភពលោកដូចជាគំនូររួមប្រវត្តិសាស្ត្រសាសនាវប្បធម៌និងម្ហូបអាហារច្រើនដែលដូចគ្នាប៉ុន្តែផ្នែកនយោបាយវិញពួកគេជាគូសត្រូវប្រកាន់អាវុធនុយក្លេអ៊ែរសូម្បីតែនៅក្នុងកីឡាក៏ដូចគ្នាដែរការប្រកួតរវាងឥណ្ឌានិងប៉ាគីស្ថាននៅក្នុងបាល់ទាត់ឬកីឡាគ្រិកឃេតវាជាមានភាពតានតឹងខ្លាំងណាស់ពេលដែលឥណ្ឌាប៉ះប៉ាគីស្ថានប៉លគោលលោកពិភពលោកសុទ្ធតែឈឺក្បាលមើលតាម